5 années de guerre civile, sauf que du jour au lendemain, les habitants de Phnom Penh étaient expulsés. ក្រោយសម័យខ្មែរក្រហមខ្ញុំខ្លាចខ្មែរក្រហមខ្ញុំខ្លាចណាស់ខ្ញុំសម្រេចចិត្តថានឹងទៅប្រទេសទី3ទៅប្រទេសអាមេរិកក៏បានអូស្ត្រាលីក៏បានបារាំងក៏បានណាក៏បានដែរឲ្យតែខ្ញុំចេញពីស្រុកខ្មែរពួកខ្ញុំខ្លាចសម័យខ្មែរក្រហមប៉ុន្តែដល់ខ្ញុំមកដល់អាស្រុងជាណាខ្ញុំដូរចិត្តវិញថាខ្ញុំមិនគួរទៅណាចោលស្រុកខ្ញុំឈានវិជ្ជមានទៀតគឺខ្ញុំចេញទៅចោលស្រុកខ្ញុំដូច្នេះខ្ញុំសុខចិត្តនៅនឹងជាដែនហ្នឹងហើយខ្ញុំរើសក្មេងមកបង្ហាត់ Une femme pas